ផឹកដាំមួយទឹកតែងខ្លួន make up ឲ្យស្អាតៗហើយចាំយើងធ្វើការងារតែតាមក្រោយវាធ្វើឲ្យយើងស្រស់ស្រាយសប្បាយចិត្តហើយមាន confidence ហើយញ៉ាំវីតាមីនសម្រក់មួយគ្រាប់មុនអាហារពេលផឹកពោះទទេមុននឹងយើងទៅបំពេញការងារផ្សេងៗទៀតខ្ញុំញ៉ាំវីតាមីនសម្រក់ TLE Ultra Fast Link ពេលញ៉ាំវីតាមីនហ្នឹងហើយកុំភ្លេចញ៉ាំទឹកឲ្យច្រើនៗដូចខ្ញុំចឹងណាគ្នាទោះយើងញ៉ាំវីតាមីនសម្រក់ឬមិនញ៉ាំក៏យើងត្រូវញ៉ាំទឹកឲ្យច្រើនដែរព្រោះទឹកដែលទាំងអស់គ្នាដឹងហើយវាសំខាន់សម្រាប់សុខភាពហើយក៏សម្រាប់ស្បែកយើងភ្លឺថ្លាដេញជាតិពុលពីក្នុងខ្លួនដែរដាក់វីតាមីនសម្រក់ TLE នៅកាបូបតាមខ្លួនធម្មតារបស់គេស្រឡាញ់គេដាក់តាមខ្លួនចឹងហើយឥឡូវខ្ញុំតែងខ្លួនរួចរាល់ចេញទៅហើយទទួលស៊ីណែតនៅពលានយន្តហោះស៊ីណែតគេមកពីប្រទេសចិននៅក្នុងរឿងជីវិតតារាស្រីវគ្គ2តែក្នុងនាមជាដានីកាជាកូនរបស់ស៊ីណែតធំឡើងគេមកសងសឹកហើយសាច់រឿងកាន់តែក្តៅណាចាំតាមដានទាំងអស់គ្នាផងនៅក្នុង YouTube នៃ Ofilm ឬក៏ Facebook page នៃ Ofilm រឿងនេះថតទីតាំងច្រើនកន្លែងមែនតើហើយបានមកថតនៅពលានមែនតើទៀតរៀងអែមដែរនេះគេពងចិត្តជាទូងអីគេទូប្រុសគេដើរមកបុកគូតគេខឹងតែក៏ភ្លៀងចេញមកឆ្នះហ្មងកូនស៊ីណែតទៅចាប់ដៃចាប់អីគេរកកាច់ដៃកាច់អីគេទៀតគ្រាន់តែមកដល់ពលានខ្មែរភ្លាមគេជួបគូគេបាទប៉ុន្តែគូឆ្មាកដោលយណាដូចក្នុងរឿងតែក្នុងរឿងមែនតានៅក្រៅមានអញ្ចឹងមែនអត់ណាបើគូយើងមែនតែដល់ណាក៏ជួបដែរមែនអត់នេះខ្ញុំឲ្យនឹងឲ្យលេចមកទទួលស៊ីណែតអូមិនស៊ីណែតទេដានីកាកូនស៊ីណែតច្រឡំដោយសារតែដូរឈ្មោះហ្នឹងហើយគ្នាខុសច្រឡំរហូតពេលថតរឿងនិយាយទៅថ្ងៃណាបានហោះហើរពលានថ្មីហ្នឹងឯណាអូម្នាក់ស្រីនេះខ្ជូតម៉េចតនេយើងទៅសារខ្លួនឯងទៅតែងខ្លួនស្អាតទៅសារខ្លួនឯងទៅមានណាទៅសារយើងទៅសារខ្លួនឯងមានតែខាតអីផងធ្វើចេះស្រឡាញ់ខ្លួនឯងច្រើនលើកទឹកចិត្តខ្លួនឯងស្រឡាញ់ខ្លួនឯងប្រាប់ខ្លួនឯងថាខ្លួនឯងស្អាតឆ្លាតប្រកែរាល់ថ្ងៃជូនពរអ្នកមើលសំណាងល្អ See you in next video bye